សាសម័យមើលទិដ្ឋភាពបែបហ្នឹងគឺកម្រមានមែនតើជិះគោយន្តទៅមើលទឹកធ្លាក់ការញ៉ាំទុរេននៅក្រៅចំការរបស់គេផ្ទាល់ពិតៗតែម្ដងចំពោះវីដេអូមួយនេះគឺតពីវីដេអូវគ្គមុនដែលខ្ញុំចាប់ផាននិងធ្វើវីដេអូពេញនៅក្នុងដំណើរកម្សាន្តទៅកាន់ជីផាតពេលដែលខ្ញុំមកដល់ជីផាតដំបូងគឺយើងត្រូវឈប់ឡានចតហើយដើរហៀងបន្តិចទៅដើម្បីទៅកន្លែងកំពង់ផែជីតែមួយផ្លែទេដល់ហើយអ្នកទាំងអស់គ្នាចំពោះតម្លៃសំបុត្រអីហ្នឹងគឺខ្ញុំអត់បានដឹងច្បាស់នោះទេព្រោះដោយសារតែខ្ញុំបានធ្វើដំណើរទៅនេះទៅជាមួយធូរអញ្ចឹងគឺធូរក៏ជាអ្នកដែលរ៉ាប់រងលើដំណើរកម្សាន្តរបស់យើងតែម្ដងខ្ញុំមានអារម្មណ៍ថាពេលដែលខ្ញុំមកជីផាននេះខ្ញុំស្រឡាញ់ទេសភាពខ្លាំងមែនតើរបៀបលក្ខណៈយើងមកលក្ខណៈតាមតំបន់អីអញ្ចឹងណាហើយធ្វើដំណើរបែបលក្ខណៈធម្មជាតិពិតៗអញ្ចឹងអ៊ូស្អាតខ្លាំងណាស់អ្នកទាំងអស់គ្នាចាជីបដាយើងមើលទេសភាពនៅតាមដងផ្លូវនឹងបណ្ដើរមានផ្ទះអ្នកភូមិមានដើមផ្លែឈើជាច្រើនពេលដែលធ្វើដំណើរទៅមើលទឹកធ្លាក់ហ្នឹងគឺមានអារម្មណ៍ថាលឿនមែនតើបើនិយាយពីផ្លូវគឺអត់ស្រួលហើយក៏អត់ពិបាកដែរប៉ុន្តែដោយសារតែមេឃភ្លៀងអញ្ចឹងទៅគឺរៀងក្លុកក្លាក់បន្តិចវាតបានបានផលហ្នឹងក៏បានមកដល់កន្លែងលេងហើយកន្លែងនេះដូចគេហៅថាទឹកធ្លាក់ជ្រៃខ្ពស់ខ្ញុំចាំអត់សូវច្បាស់ដែរអ្នកនរគ្នាភ្លេចបាត់តែប៉ុន្តែកន្លែងហ្នឹងគឺយើងមានកន្លែងដែលគេថតរូបចេញមកមានទឹកធ្លាក់ហូរមកច្រើនអីអញ្ចឹងអ្នកនរគ្នាប៉ុន្តែដោយសារតែថ្ងៃដែលខ្ញុំទៅហ្នឹងគឺរៀងថ្ងៃហើយមេឃរៀងជិតភ្លៀងអញ្ចឹងទៅគឺទឹកឡើងច្រើនគេអាចឲ្យយើងទៅថតកន្លែងហ្នឹងបានទេអញ្ចឹងយើងមានតែមកលេងកន្លែងដែលអាចសុវត្ថិភាពហើយគឺយើងអាចលេងទឹកបានចំពោះពេលដែលខ្ញុំលេងទឹករួចរាល់ហ្នឹងខ្ញុំក៏បានធ្វើដំណើរជិះរថគោយន្តហ្នឹងគឺមករៀងឆ្ងាយបន្តិចទៅគឺមានកន្លែងមួយទៀតដែលយើងអាចថតរូបបានអាចមើលសមុទ្រអូច្រឡំមែនសមុទ្រទេគឺទឹកធ្លាក់គឺស្រស់ស្អាតហើយទស្សនវិជ្ជាបែបលក្ខណៈព្រៃឈើច្រើនជាងមុនទៀតចំពោះទិដ្ឋភាពនៅកន្លែងនេះខ្ញុំស្រឡាញ់មែនតើដោយសារយើងអាចថតបានមើលឃើញទឹកហូរហើយចលិចមើលខាងមុខវិញគឺមើលឃើញបែបលក្ខណៈធម្មជាតិមានព្រៃប្រាសាទដើមភ្នំអីអញ្ចឹងចំពោះកន្លែងដែលយើងមកលេងបែបលក្ខណៈមានថ្មមានអីអញ្ចឹងអ្នកនរគ្នាគួរប្រុងប្រយ័ត្នពេលដើរអីខ្លាចស្លែខ្លាចអីអញ្ចឹងទៅវាល្អិតព្រោះដូចវីដេអូមុនអញ្ចឹងដែលខ្ញុំឃើញរៀងចប់ថ្ងៃក្រោយហ្នឹងអ្នកនរគ្នាគឺបើសិនជាយើងឈរឬក៏ទប់លំនឹងឲ្យបានជាប់ទេវាអាចនឹងគ្រោះថ្នាក់អញ្ចឹងពេលដែលយើងដើរលេងកន្លែងអញ្ចឹងយើងគួរតែទប់ជើងឬក៏ទប់លំនឹងយើងឲ្យបានជាប់ល្អពេលដើរថតរូបរួចរាល់យើងក៏បានដើរមកមើលនៅចំការត្រេនរបស់គេនៅជិតកន្លែងដែលយើងហែទឹកលេងទឹកនឹងអីដែរទេតែប៉ុន្តែគាត់ត្រេនរបស់គាត់គឺកំពុងតែបេះហើយគាត់ដាក់លក់នៅខាងមុខច្រើនមែនតើអញ្ចឹងហើយពេលហ្នឹងគឺខ្ញុំបានមកដើរមើលនៅចំការត្រេនរបស់គាត់ដែលនៅខាងក្រោយផ្ទះគាត់នឹងផ្ទាល់មកកន្លែងនេះចង់អស់សំណើចខ្លួនឯងដោយសារតែដឹងគិតអីទេឃើញផ្លែក្រូចហ្នឹងខ្ញុំអត់ដឹងថាវាជាប្រភេទក្រូចសើចឬក៏ប្រភេទក្រូចអីអញ្ចឹងគឺនិយាយខុសរហូតចាំមើលខ្ញុំសាកដាក់វីដេអូហ្នឹងឲ្យអ្នកនរគ្នានៅវីដេអូបន្ទាប់ទៀតនេះអ្នកទាំងអស់គ្នាគឺអ្នកគ្នាកំពុងតែទិញត្រេនធំខ្លាំងមែនតើហ្មងហើយខ្ញុំក៏បានភ្លក់ចំនួនបន្តិចដែរហ្នឹងតែវានៅអត់ទាន់ទុំទេវាប្រហែលជាវារបៀបថាវាខ្ចីអញ្ចឹងអ្នកនរគ្នាប៉ុន្តែឆ្ងាញ់អញ្ចឹងក៏ខ្ញុំចូលចិត្តដែរបន្ទាប់ពីពួកយើងអ្នកគ្នាទិញត្រេនអីរួចរាល់ហ្នឹងក៏បានធ្វើដំណើរត្រឡប់ចេញពីជីផាតមកកាន់ភ្នំពេញវិញហើយដំណើរកម្សាន្តនៅក្នុងជីផាតនេះខ្ញុំពិតជាពេញចិត្តមែនតើហ្មងបែបលក្ខណៈយើងដើរលេងទិដ្ឋភាពធម្មជាតិដើរមើលអ្នកស្រុកភូមិអីអញ្ចឹងណាអ្នកនរគ្នាខ្ញុំស្រឡាញ់ហើយខ្ញុំចូលចិត្តបែបធម្មជាតិអញ្ចឹងមែនតើចុះអ្នកមើលវិញចូលចិត្តទិដ្ឋភាពបែបណាកុំភ្លេចខមមិនប្រាក់ខ្ញុំម្នាក់មួយផងណាបើខ្ញុំចូលចិត្តទាំងពីរហ្មងធម្មជាតិចូលចិត្តបែបលក្ខណៈសមុទ្រក៏ចូលចិត្តដែរហើយនៅក្នុងវីដេអូរបស់ខ្ញុំនេះក៏មានតែប៉ុណ្្នឹងដែរអរគុណអ្នកនរគ្នាសម្រាប់ការតាមដានទស្សនាបើសិនពេញចិត្តកុំភ្លេចចុច share ខ្ញុំម្នាក់មួយផងណាគ្នានៅក្នុងវីដេអូក្រោយបន្តទៀតបាយបាយ